សូមស្វាគមន៍មកកាន់ការសិក្សាតាមរយៈប្រព័ន្ធ e-learning class ថ្នាក់ Level 1A ថ្ងៃនេះលោកសិស្សនឹងធ្វើការសិក្សាទៅលើ reading ក៏ដូចជា绘画អញ្ចឹងក្នុងនោះគឺមាន阅读គឺអំណាន绘画គឺសន្ទនាអូខេអញ្ចឹងលោកសិស្សនឹងធ្វើការអានទៅលើអត្ថបទនៅក្នុងមេរៀនទី5តែម្ដង第五课第五课自我介绍自我介绍我叫王小明，今年13岁，我没有兄弟姐妹，我在1993年出生，我的生日是12月8日，我是中学生，我上7年级，我住在香港。OK ឥឡូវលោកសិស្សនឹងធ្វើការអានឲ្យពួកយើងស្ដាប់ម្ដងទៀត第五课第五课自我介绍自我介绍我叫王小明今年13岁我没有兄弟姐妹我在1993年出生我的生日是12月8日，我是中学生，我上7年级，我住在香港 OK ចឹងក្រោយពីការលោកសិស្សដែលអានចប់ហើយឥឡូវលោកសិស្សនឹងសូមធ្វើការបកប្រែទៅលើអត្ថបទនឹងឲ្យពួកយើងស្ដាប់ទាំងអស់គ្នាទី5គឺមេរៀនទី5ទី5មេរៀនទី5自我介绍អញ្ចឹង自我នេះខ្លួនឯង介绍គឺណែនាំខ្លួន自我介绍មានន័យថាការណែនាំខ្លួន自我介绍ការណែនាំខ្លួន我叫王小明អញ្ចឹងវ៉ាខ្ញុំចៅនឹងយើងដឹងថាហៅឬក៏មួយទៀតយើងអាចថាឈ្មោះកន្លែងហ្នឹងបើសិនជាយើងឆ្លើយគឺយើងអាចថាខ្ញុំឈ្មោះអញ្ចឹង王小明គឺឈ្មោះរបស់គេគឺ王小明អញ្ចឹង我叫王小明ខ្ញុំហៅថា王小明ឬក៏ខ្ញុំឈ្មោះថា王小明今年13岁ឆ្នាំនេះ今年ឆ្នាំនេះ13岁គឺអាយុឆ្នាំនេះអាយុ13ឆ្នាំ我没有兄弟姐妹អញ្ចឹង我ខ្ញុំ没有អត់មាន兄弟姐妹兄弟គឺបងប្អូនប្រុស姐妹គឺបងប្អូនស្រី我没有兄弟姐妹ខ្ញុំអត់មានបងប្អូនប្រុសស្រី我没有兄弟姐妹ខ្ញុំអត់មានបងប្អូនប្រុសស្រី我在1993年出生អញ្ចឹង我ខ្ញុំចែកនៅ1993年មានឆ្នាំ1993ឆ្នាំ1993出生មានន័យថាកើតអញ្ចឹងកើតនៅខ្ញុំកើតនៅឆ្នាំ1993我的生日是12月8日អញ្ចឹង我的生日ខ្ញុំតរបស់生日មានន័យថាថ្ងៃកំណើត是គឺ12月ខែ12 8日ថ្ងៃទី8អញ្ចឹងដល់ពេលមានអក្សរតអញ្ចឹងយើងត្រូវបកពីខាងក្រោយអក្សរតមកមុនណាអញ្ចឹងមានថាថ្ងៃកំណើតរបស់ខ្ញុំគឺខែ12ថ្ងៃទី8ខែ12ថ្ងៃទី8我是中学生អញ្ចឹងខ្ញុំគឺជាចុងកណ្ដាល学生សិស្សនៅពេលដែលចុង学生3ពាក្យនឹងចូលគ្នាយើងបកថាសិស្សអនុវិទ្យាល័យចុង学生សិស្សអនុវិទ្យាល័យ我上7年级អញ្ចឹងខ្ញុំសាំងនេះយើងដឹងឲ្យបកបាន2ន័យទី1យើងហៅថាន័យទី1គឺលើន័យមួយទៀតគឺរៀនអញ្ចឹង7នានជីយើងអាចបកថាឆ្នាំសិក្សាក៏បានថ្នាក់ក៏បានអញ្ចឹងកន្លែងនេះមានន័យថាខ្ញុំរៀនថ្នាក់ទី7ខ្ញុំរៀនថ្នាក់ទី7我住在香港ខ្ញុំ住在រស់នៅ香港ហុងកុងខ្ញុំរស់នៅទីក្រុងហុងកុងអូខេឥឡូវលោកសិស្សនឹងចាក់ listening ឲ្យយើងស្ដាប់ទាំងអស់គ្នា Text 1我叫王小明今年13岁我没有兄弟姐妹我在1993年出生我的生日是12月8日
我是中学生。我上7年级。我住在香港。អូខេអញ្ចឹងក្រោយពីពួកយើងបានស្ដាប់ហើយឥឡូវលោកសិស្សនឹងធ្វើការអានទៅលើពាក្យតែម្ដងក្នុង text 1 ហ្នឹងអញ្ចឹងពាក្យនេះគឺយើងបានរៀនហើយប៉ុន្តែឥឡូវគ្រាន់តែលោកសិស្សធ្វើការរំលឹកឲ្យវិញ没有兄弟姐妹中学生中学生上级年级香港អូខេឥឡូវយើងចាប់text 1យើងបន្តមកក្នុង text 2你是中学生吗你是中学生吗不是我是小学生你今年上几年级6年级你是哪国人中国人你呢我一半是中国人一半是美国人我一半是中国人一半是美国人អូខេឥឡូវក្រោយពីអានចប់លោកសិស្សនឹងធ្វើការបកប្រែទៅឲ្យយើងទាំងអស់គ្នា你是中学生吗អញ្ចឹង你អ្នក是គឺជាចុង学生គឺក្នុង text 1មិញយើងបានដឹងហើយគឺសិស្សអនុវិទ្យាល័យម៉ាប្រើនៅក្នុងប្រយោគសំណួរបកថាទេអញ្ចឹង你是中学生吗តើអ្នកគឺជាសិស្សអនុវិទ្យាល័យមែនទេ不是មិនមែនទេមិនមែនទេ我是小学生អញ្ចឹងកន្លែងនេះ我ខ្ញុំ是គឺជា小តូច学生សិស្ស小学生សិស្សបឋម我是小学生ខ្ញុំគឺសិស្សបឋមសិក្សា我是小学生ខ្ញុំគឺសិស្សបឋម你今年上几年级你អ្នក今年ឆ្នាំនេះសាំងរៀនជីប៉ុន្មានជីប៉ុន្មាន年级ថ្នាក់អញ្ចឹង你今年上几年级តើឆ្នាំនេះអ្នករៀនថ្នាក់ទីប៉ុន្មាន你今年上几年级តើឆ្នាំនេះអ្នករៀនថ្នាក់ទីប៉ុន្មាន6年级ថ្នាក់ទី6你是哪国人你អ្នក是គឺជាណានេះយើងបកថាណា国人បកថាជនជាតិអញ្ចឹង你是哪国人តើអ្នកគឺជាជនជាតិអ្វីឬក៏តើអ្នកគឺជាជនជាតិណា中国人ជនជាតិចិន你呢ចោះអ្នកវិញអញ្ចឹងអាននេះគឺគេប្រើនៅក្នុងប្រយោគសួរបកវិញគឺយើងអត់ចង់សួរប្រយោគដដែល你是哪国人គឺយើងអាចសួរថា你呢ចោះអ្នកវិញ我一半是中国人一半នឹងមានពាក្យកដា是គឺជាចុងកប្រទេសចិនដល់ពេលយិនមនុស្សអញ្ចឹងនៅពេលដែលយើងថែមយិននៅខាងក្រោយប្រទេសទៅជាជនជាតិនៃប្រទេសនីមួយៗហ្នឹងអញ្ចឹងចុងក人ជនជាតិចិនខ្ញុំពាក់កណ្ដាលគឺជាជនជាតិចិន一半是美国人一半ពាក់កណ្ដាល是គឺជា美国អាមេរិកយិនមនុស្សអញ្ចឹងពាក់កណ្ដាលគឺជាជនជាតិអាមេរិកពាក់កណ្ដាលគឺជាជនជាតិអាមេរិកអូខេឥឡូវលោកសិស្សនឹងចាក់ listening ឲ្យពួកយើងស្ដាប់មួយទៀត Text 2你是中学生吗不是我是小学生你今年上几年级6年级你是哪国人中国人你呢我一半是中国人一半是美国人អូខេឥឡូវលោកសិស្សនឹងធ្វើការ review ទៅលើពាក្យនៅក្នុង text 2នឹងឲ្យពួកយើងដូចគ្នាតោះអញ្ចឹងលោកសិស្សអានពាក្យស្ដាប់ម៉ាពូ
不小学生小学生呢半一半国中国人美国人 OK ចឹង阅读ក៏ដូចជា绘画ក៏ចាប់តែប៉ុណ្ណឹងចឹងលោកសិស្សសង្ឃឹមថាពួកយើងនឹងធ្វើការថតនៅអ្វីដែលពួកយើងបានសរសេររៀនថ្ងៃនេះក៏ដូចជា record ជាសំឡេងបន្ទាប់មកទៀតផ្ញើចូលឲ្យលោកសិស្សដើម្បីលោកសិស្សធ្វើការកែទៅលើពាក្យដែលខុសក៏ដូចជាការអានរបស់ពួកយើងខុសកន្លែងណាលោកសិស្សជួយកែឲ្យ好的再见